rồi bao giờ bà lọc bao bên tiền hỏi bà chỉ muốn từng pi cu ngày đi bà sẽ tạiក្រុមខាងខ្លាំងនៅក្នុងក្របខ័ណ្ឌ Champions League វគ្គ8ក្រុមចុងក្រោយជើងទី1បាទយប់នេះយើងមានការប្រកួតរវាងក្រុមបាទ Wolfsburg មកពីលីកកម្ពុជារបស់អាល្លឺម៉ង់អូឡ িম্প ពិកលីយ៉ុងមកពីលីកកម្ពុជារបស់បារាំងខណៈដែលក្រុមកំភ្លើងធំ Arsenal ត្រូវប៉ះជាមួយនឹងក្រុមបាទតោកេ Chelsea បាទបិទរួមលីកបាទនៅលីកកម្ពុជាបាទ Premier League បាទបាល់ទាត់នារីតែម្ដងតោះកុំឲ្យខាត់ពេលយូរយើងចូលមកដល់គូទី1នេះតែម្ដងទេបងប្អូនការប្រកួតរវាងក្រុមបាទ Wolfsburg បាទប៉ះជាមួយក្រុមអូឡ িম্প ពិកលីយ៉ុងការប្រកួត5ប្រកួតដែលប៉ះគ្នាបាទកន្លងមកនេះបាទក្រុម Wolfsburg អត់ដៃឈ្នះលីយ៉ុងទេបាទព្រមយើងបាទ5ប្រកួតគឺចាញ់ទាំង5ប្រកួតតែម្ដងការប្រកួតក្នុងលីករបស់ក្រុម Wolfsburg បាទគឺធ្វើបានល្អគួរសមដោយឈ្នះ4ប្រកួតបាទស្មើ1ខណៈដែលក្រុមអូឡ িম্প ពិកលីយ៉ុងអត់ដៃចាញ់ទេបាទ5ប្រកួតនេះអូយបាទខ្លាំងមែនទេបាទលីយ៉ុងអញ្ចឹងសម្រាប់ការប្រកួតគូទី1នេះអេមីនគិតថាលីយ៉ុងអាចមានលទ្ធភាពយកឈ្នះការប្រកួតជើងនេះមួយទេតែម្ដងបាទជាមួយនឹងក្រុម Wolfsburg បាទក្នុងបាទការប្រកួត Champions League ជើងទី1ចំណែកគូទី2វិញបាទការប្រកួតរវាងក្រុមបាទកំភ្លឹងធំ Arsenal បាទនារីប៉ះជាមួយក្រុមតោខេវនារីបាទគូនេះរៀងតឹងបន្តិចបងប្អូនចំនួន5ប្រកួតតែប៉ះគ្នាបាទកំភ្លឹងធំ Arsenal បាទឈ្នះតែ1ប្រកួតទេស្មើ1ខណៈដែល Chelsea បាទឈ្នះ3ប្រកួតជាមួយនឹងកំភ្លឹងធំ Arsenal បាទគូចុងក្រោយបាទគឺ Arsenal ឈ្នះ2-0បាទក្នុងទឹកដី Chelsea ណាការប្រកួតក្នុងលីកបាទ5ប្រកួតចុងក្រោយរបស់ក្រុមកំភ្លឹងធំ Arsenal បាទគឺបាទល្អមែនតើអត់ទាន់ចាញ់ទេបាទ Arsenal បាទខណៈដែល Chelsea បាទ5ប្រកួតចុងក្រោយឈ្នះ1ស្មើ4អូខ្លាំងដូចគ្នាអញ្ចឹងសម្រាប់ការប្រកួតយប់នេះ admin គិតថា Arsenal អាចនឹងយកឈ្នះការប្រកួតយប់នេះជាមួយនឹង Chelsea តែម្ដងបាទសម្រាប់ការប្រកួតជើងទី1នៅក្នុងក្របខ័ណ្ឌ Champions League វគ្គ8ក្រុមបងប្អូនយល់យ៉ាងណាសម្រាប់ការវិភាគរបស់មីនកុំភ្លេច comment នៅក្នុងវីដេអូទាំងអស់គ្នាបាទចុច like ចុច share ដើម្បីទទួលបានតម្រុយបាល់បាទថ្មីជួបគ្នានៅវីដេអូក្រោយ